មានបងប្អូនប្រជាកសិករយើងជាច្រើនដែលគាត់ចេះដាំដុះដំណាំស្វាយចន្ទីក៏ប៉ុន្តែនៅពេលដែលយើងដាំដុះបានហើយថាតើមានបញ្ហាអ្វីខ្លះដែលយើងជួបប្រទះបញ្ហាដ៏ធំនោះគឺការគ្រប់គ្រងជំងឺទៅនឹងសត្វល្អិតភាគច្រើនដំណាំស្វាយចន្ទីគឺមានជំងឺនឹងសត្វល្អិតមួយចំនួនបើសិនជាយើងមិនបានស្វែងយល់មិនបានសិក្សាអំពីការគ្រប់គ្រងនិងការពារចំពោះជំងឺនឹងសត្វល្អិតនោះទេទិន្នផលស្វាយចន្ទីរបស់យើងក៏ធ្លាក់ចុះទៅតាមនោះដែរនៅវគ្គនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាថាតើមានជំងឺក៏ដូចជាសត្វល្អិតណាដែលបំផ្លាញដំណាំស្វាយចន្ទីអញ្ចឹងយើងចូលដល់ជំងឺមុនជំងឺរលួយគល់និងឫសលក្ខណៈបំផ្លាញគឺកើតឡើងនៅលើថ្នាលបណ្ដុះកូនក្នុងថង់ឬថ្នាលបណ្ដុះកូនលក្ខណៈនៃការបំផ្លាញគឺវាបំផ្លាញនៅបរិវេណគល់និងឫសដំបូងឃើញឆ្នូតតាមគល់បន្ទាប់មកទៅជាពណ៌ត្នោតឬក៏ពណ៌ខ្មៅបន្ទាប់មកកើតនៅលើត្រួយនិងស្លឹកចាស់ចាប់ផ្ដើមស្រពោននិងងាប់នៅពេលបន្តបន្ទាប់គ្នានៅបរិវេណគល់យើងអាចឃើញសរសៃពណ៌សនិងនៅពេលដកដើមចេញយើងឃើញរលួយឫសនិងមានពណ៌ខ្មៅជំងឺនេះអាចកើតនៅលើស្លឹកដែលមានលក្ខណៈដូចរលាកទឹកក្តៅហើយទ្រនុងស្លឹកដែលនៅលើនោះគឺមានជាប់ស្នាមរលាកនោះគឺមានពណ៌ខ្មៅជំងឺនេះរាតត្បាតនៅរដូវភ្លៀងចំពោះវិធានការកម្ចាត់និងការពារគឺយើងអាចធ្វើឡើងដោយរៀបចំដីឲ្យរាបស្មើជ្រាបទឹកបានល្អការដាក់ដាំបណ្ដុះគ្រាប់គឺមិនឲ្យជ្រៅពេកទេការដាក់ជីអាសូតត្រូវបន្ថយខ្លះឬហាលដីឲ្យបានល្អឬមួយក៏យើងអាចបង្ហុយសារធាតុថ្នាំគីមីដើម្បីសម្លាប់ពពួកមេរោគបង្កជំងឺដោយលាយដីជាមួយមេតាប្រូម៉ៃក្នុងអត្រា 0.5 គីឡូក្រាមនៅក្នុងដី1ម៉ែត្រគីបចូលមកដល់ជំងឺមួយទៀតគឺជំងឺរលួយផ្លែលក្ខណៈបំផ្លាញគឺវាកើតឡើងពីផ្សិតមួយប្រភេទដែលរាតត្បាតនៅពេលចេញផ្លែនៅក្នុងខែមិនិនាដល់ខែកក្កដានៅពេលដែលផ្លែចាប់ផ្ដើមទុំផ្លែវាគឺមានលក្ខណៈពណ៌ខ្មៅហើយរីកធំពេញផ្លែទាំងមូលជួនកាលគេសង្កេតឃើញមានផ្សិតឬក៏បាក់តេរីប្រភេទផ្សេងចូលរួមបំផ្លាញដែលធ្វើឲ្យរលួយមានសន្តានជាពពុះជួនកាលវាក៏កើតឡើងនៅលើផ្លែខ្ចីផងដែរតែជួនកាលវាបំផ្លាញទៅលើគ្រាប់និងកញ្ចុំផ្កាដែលធ្វើឲ្យវារលួយមានពណ៌ខ្មៅបន្ទាប់មកក៏ធ្វើឲ្យផ្ការុះរោយចំពោះការកម្ចាត់និងការការពារគឺយើងអាចប្រើថ្នាំគូប្រាវីតក្នុងអត្រា 50 ទៅ 60 ក្រាមក្នុងទឹក 20 លីត្រថ្នាំគូប្រាវីតគឺជាថ្នាំសម្រាប់ពពួកផ្សិតដែលបង្កភាពចង្រៃលើដំណាំជំងឺមួយទៀតគឺជាជំងឺនៅចំណុចនៅលើស្លឹកឬក៏ខ្លោចស្លឹកលក្ខណៈបំផ្លាញគឺវាកើតឡើងដោយសារផ្សិតច្រើនប្រភេទដែលសង្កេតឃើញនៅលើដើមស្វាយចន្ទីមានអាយុមិនលើសពី2ឆ្នាំភ្នាក់ងារបង្កជំងឺផ្សិតគឺឈ្មោះថា Pestalotia sp ធ្វើឲ្យស្លឹកកើតមានចំណុចពណ៌ប្រផេះហើយព័ទ្ធដោយពណ៌ត្នោតក្រហមដែលមានទំហំ 0.2 ទៅ 2 សង់ទីម៉ែត្រហើយតែងតែកើតនៅលើស្លឹកចាស់ជាពិសេសវត្តមានរបស់វាច្រើនឡើងចាប់ផ្ដើមពីខែកញ្ញារហូតដល់ខែធ្នូយើងអាចប្រើល្បាយប៊ុកដូលាយហើយកំហាប់ 1% copper oxychloride 0.30% ឬ benlate 0.30% ផ្សិតមួយប្រភេទទៀតឈ្មោះ Collechtrichum sp កើតនៅលើស្លឹកខ្ចីនិងផ្សិតឈ្មោះ Secostera sp ធ្វើឲ្យស្លឹកមានចំណុចជ្រុងពណ៌ត្នោតមានទំហំ 0.1 ទៅ 0.4 សង់ទីម៉ែត្របើសិនមានការរាតត្បាតខ្លាំងធ្វើឲ្យស្លឹកនិងមែកស្ងួតហើយបែកចំពោះវិធានការកម្ចាត់និងការពារស្លឹកដែលជ្រុះត្រូវប្រមូលហើយដុតចោលនៅខាងក្រៅចម្ការផ្ដល់ជីនៅជុំវិញដើមនៅដើមរដូវក្តៅការពារនៅសំណើមចម្ការទាំងរុក្ខជាតិដែលត្រូវការពារនិងដំណាំដែលដុះចេញដោយឯងការកម្ចាត់ត្រូវបាញ់ថ្នាំដែលមានសារធាតុទង់ដែងជាមួយនឹងម្នាងសិលាបាញ់លើស្លឹកក្រោយរដូវភ្លៀងឬប្រើគូប្រាវីតថ្នាំសម្លាប់ផ្សិតអត្រា 50 ទៅ 60 ក្រាមលាយទឹក 20 លីត្របាញ់ម្ដងម្កាលជំងឺក្រៀមកញ្ចុំផ្កាកើតឡើងដោយសារផ្សិតមួយប្រភេទដែលធ្វើឲ្យកញ្ចុំផ្កាស្ងួតមានពណ៌ត្នោតចាស់និងផ្កានឹងរុះរោយបើសិនកាន់ផ្លែក៏ត្រូវជ្រុះមុនកំណត់ដែរផ្សិតប្រភេទនេះផ្ដើមបំផ្លាញទៅលើទងកញ្ចុំផ្កាអាការៈនេះកើតឡើងក្រោយពេលដែលមានការបំផ្លាញដោយសារមមាញភ្លើងនិងជាភ្នាក់ងារចម្លងផ្សិតបន្ថែមទៀតផង
ការកម្ចាត់គឺត្រូវបាញ់ថ្នាំការពារពពួកមមាញដែលជាប្រភេទចម្លងតែបើឃើញមានការបំផ្លាញរួចទៅហើយត្រូវប្រើថ្នាំ Benlet 50% ក្នុងអត្រា 5 ទៅ 12 ក្រាមជាមួយទឹក 20 លីត្រសត្វល្អិតដែលបំផ្លាញទៅលើដំណាំស្វាយចន្ទីអញ្ចឹងសត្វល្អិតមានប្រមាណជា60ប្រភេទបំផ្លាញទៅលើដំណាំស្វាយចន្ទីសត្វល្អិតបំផ្លាញសំខាន់មានដូចជាដង្កូវដួងមូសតែដង្កូវស៊ីញេដង្កូវព័ទ្ធស្លឹកនិងផ្កាដង្កូវចោះផ្លែនិងគ្រាប់សត្វល្អិតដំបូងគេនោះគឺដង្កូវដួងគឺជាសត្វដែលស៊ីរូងជាលិកាខាងក្នុងហើយលាក់ខ្លួននៅក្នុងដើមស្វាយចន្ទីពេលវាពេញវ័យស្ថិតក្នុងពពួកសត្វល្អិតស្លាបរឹងមានរាងទ្រវែងពណ៌ក្រហមត្នោតទំហំមធ្យមក្បាលនិងទ្រូងមានពណ៌ត្នោតចាស់ឬខ្មៅសុទ្ធហើយមានវត្តមានស្ទើរពេញមួយឆ្នាំយើងអាចសម្គាល់ពីការបំផ្លាញរបស់ដង្កូវដួងបានតាមរយៈឃើញមានរុនតូចៗព្រមទាំងមានចេញជ័រនិងកំទេចឈើល្អិតៗតាមរុននោះនៅកន្លែងបំផ្លាញក្បែរគល់ស្វាយចន្ទីហើយនៅដំណាក់កាលបន្ទាប់ស្លឹកប្រែជាពណ៌លឿងហើយចាប់ផ្ដើមជ្រុះដោយសារជាលិកាដឹកនាំត្រូវបានបំផ្លាញនិងទីបំផុតមែកតូចៗត្រូវងាប់ហើយរុក្ខជាតិទាំងមូលចាប់ផ្ដើមងាប់បន្តិចម្ដងវិធានការការពារនិងកម្ចាត់យកលួសទន់ចាក់ចូលទៅក្នុងរុនដឹកដឿត្រូវរុកចូលឲ្យជ្រៅរហូតដល់ឮសំឡេងឬចេញទឹកសដោយពពុះហៀចេញបង្ហាញថាបានកម្ចាត់កូនដង្កូវឬដឹកដឿក្នុងរុននោះហើយផ្នែកសម្បកដែលយើងឈូសចេញត្រូវលាបនឹងទឹកល្បាយបូកដូរ 10% អាចយកប្រេងម៉ាស៊ីនចាស់លាបលើដើមពីដីឡើងលើកម្ពស់1ម៉ែត្រក្នុងខែកញ្ញាវិច្ឆិកានិងមករាការពារការញាស់ពងរបស់ដង្កូវដួងមូសតែជាសត្វដែលគេចាត់ទុកថាបំផ្លាញធ្ងន់ធ្ងរបំផុតលើដំណាំស្វាយចន្ទីហើយធ្វើឲ្យប៉ះពាល់ដល់លក្ខណៈសេដ្ឋកិច្ចលើដំណាំជាងសត្វណាៗទាំងអស់មូសតែចុចជញ្ជក់យករុក្ខរសពីត្រួយខ្ចីចង្កោមផ្កាគ្រាប់និងផ្លែខ្ចីដោយបង្ហាញជាស្នាមជាំខ្មៅនៅកន្លែងរងការបំផ្លាញសត្វពេញវ័យចេញរកស៊ីនៅពេលព្រឹកព្រលឹមអំឡុងម៉ោង6ទៅម៉ោង10ព្រឹកហើយធ្វើការបំផ្លាញដោយបន្សល់ទុកស្នាមប្រហែល150ក្នុងមួយថ្ងៃវិធានការកម្ចាត់និងការពារជំរុញឲ្យមានសត្វមានប្រយោជន៍ជាពិសេសសត្វអង្ក្រងដើម្បីធ្វើការកម្ចាត់មូសតែដុតសម្រាមបង្ហុយនៅលើខ្យល់ដើម្បីដេញមូសតែនៅក្នុងរដូវដែលវាបំផ្លាញប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគីណាហ្វូ255 EC 0.05% កាបារីល 50% WP 0.01% ហ្វូមស្វាមីដុង 80% WSC 0.03% ដង្កូវស៊ីញេជាសត្វបំផ្លាញខ្លាំងលើដំណាំស្វាយចន្ទីជាធម្មតាគេសង្កេតឃើញមានក្រោយរដូវភ្លៀងអំឡុងពេលលូតលាស់ស្លឹកថ្មីរុក្ខជាតិក្មេងទទួលរងការបំផ្លាញច្រើនជាងរុក្ខជាតិចាស់យើងតែងតែឃើញដង្កូវតូចៗទើបញាស់ចាប់ផ្ដើមរូងស្រទាប់ Epidermis នៃផ្ទៃខាងលើរបស់ស្លឹកខ្ចីបន្ទាប់មកស្រទាប់ស្ដើងនៅកន្លែងរងការបំផ្លាញនោះប៉ោងមានពណ៌សរាងប្រផេះនៅពេលស្លឹករងការបំផ្លាញធ្វើឲ្យស្លឹកឆាប់ចាស់ជាពិសេសនៅត្រង់ចំណុចរងការបំផ្លាញនោះបង្កើតបានជារុនដ៏ធំដែលបណ្ដាលឲ្យស្លឹកងាប់ឬស្រពោនមុនអាយុវិធានការការពារនិងកម្ចាត់វិធានការមេកានិកគឺយើងអាចប្រមូលស្លឹកដែលរងការបំផ្លាញកម្ទេចចោលវិធានការជីវសាស្ត្រប្រើប៉ារ៉ាស៊ីតដូចជា Clelunos SP Symphysis SP ដើម្បីកម្ចាត់ដង្កូវវិធានការគីមីអំឡុងខែតុលាដល់វិច្ឆិកាបាញ់ថ្នាំ Monocrotophos កម្រិត 0.05% 1.5 មីលីលីត្រឬ Parashun កម្រិត 0.025% នៅពេលចេញត្រួយអាចការពារការបំផ្លាញរបស់ដង្កូវស៊ីញេនេះគេបាញ់ Phosphomidon កម្រិត 0.05% ឬនៅពេលដើមទើបចេញត្រួយដង្កូវព័ទ្ធត្រួយនិងស្លឹកដង្កូវចាប់ផ្ដើមរមូរស្លឹកនិងពន្លកត្រួយនៅផ្នែកខាងចុងជាកញ្ចុំសំណាញ់ដែលព័ទ្ធស្លឹកជាកញ្ចុំជាជម្រកសម្រាប់ដង្កូវជាច្រើននៅដំណាក់កាលចាំបាច់ដង្កូវរស់នៅជាក្រុមហើយពួកវាចិញ្ចឹមជីវិតដោយកកេរផ្ទៃស្លឹកនិងនៅដំណាក់កាលចុងក្រោយនៃដង្កូវពួកវាស៊ីស្លឹកឡើងប្រហោងអស់បន្សល់ទុកតែទ្រនុងកណ្ដាលការស៊ីស្លឹកនេះបណ្ដាលឲ្យស្លឹកដែលពួកវាព័ទ្ធសម្បុកនោះคล้ายទៅជាស្ងួតនិងមានពណ៌ត្នោត
ពេលទទួលរងការបំផ្លាញខ្លាំងធ្វើឲ្យពន្លកត្រួយងាប់និងរាំងស្ទះដល់ការធ្វើរស្មីសំយោគវិធានការកម្ចាត់និងការពារវិធានការមេកានិកដើមនៅក្នុងចម្ការគួរតែដើរត្រួតពិនិត្យរៀងរាល់1 ខែម្ដងនៅតាមកញ្ចុំមែកនិងស្លឹកចំពោះកញ្ចុំណាដែលមានការបំផ្លាញឬមានដង្កូវគួរតែបំផ្លាញចោលនិងធ្វើការតាក់តែងដើម្បីឲ្យគ្រប់មែកនៃដើមទទួលបានពន្លឺគ្រប់គ្រាន់ដែលអាចកាត់បន្ថយការបំផ្លាញពីដង្កូវពណ៌ត្រួយនិងស្លឹកចំពោះស្លឹកដែលរងការបំផ្លាញធ្លាក់មុខដីក៏ត្រូវប្រមូលយកមកបំផ្លាញចោលដែរព្រោះវាអាចមានវត្តមានដង្កូវឬដឹកដឿចំពោះដីនៅក្រោមដើមគួរតែភ្ជួរដើម្បីសម្លាប់ដង្កូវនៅរដូវកាលត្រជាក់វិធានការជីវសាស្ត្រគេប្រើ Predator ដែលអាចស៊ីពួកវានៅដំណាក់កាលដង្កូវនិងប៉ារ៉ាស៊ីតអាចធ្វើឲ្យប៉ារ៉ាស៊ីតទៅលើដង្កូវនិងដឹកដឿបានវិធានការគីមីយើងអាចបាញ់ថ្នាំអង់ដូស៊ុលហ្វាន 0.05% ពេលចេញត្រួយការប្រមូលផលនិងការទុកដាក់ស្វាយចន្ទីគួរប្រមូលផលដោយការរើសគ្រាប់ដែលទុំជ្រុះពីដើមស្វាយចន្ទីជៀសវាងការបេះដែលធ្វើឲ្យប៉ះពាល់ដល់ផ្កានិងផ្លែដែលនៅខ្ចីមិនទាន់ទុំគ្រាប់ប្រលេះចេញពីសាច់រួចត្រូវលាងជាមួយទឹកឲ្យស្អាតនិងហាលថ្ងៃពី2ទៅ3ថ្ងៃទាល់តែស្ងួតបន្ទាប់មកយើងច្រកទុកក្នុងបាវឬការុងដោយទុកឲ្យផុតពីដីយកល្អគ្រាប់ស្វាយចន្ទីគួរលក់នៅឆ្នាំដែលប្រមូលផលឲ្យអស់ជាប្រក្រតីស្វាយចន្ទីនឹងចាប់ផ្ដើមឲ្យផលគ្រាដំបូងពេលអាយុ2ទៅ3ឆ្នាំផ្ដើមចេញផ្កាតាំងពីខែធ្នូរហូតដល់ខែកុម្ភៈអាស្រ័យទៅតាមពូជស្រាលកណ្ដាលនិងធ្ងន់គឺអាចប្រមូលផលនៅក្នុងខែកុម្ភៈដល់ខែឧសភានៅក្នុងដើមមានផ្លែទុំមិនបានស្រុះគ្នាទេជាមធ្យមគឺប្រមូលផលយ៉ាងតិច4ដងដែលធ្វើឡើងតាមរយៈពេល1សប្តាហ៍ម្ដងការប្រមូលផលគួរប្រមូលផលយកផ្លែទុំនិងផ្លែដែលធ្លាក់នៅលើដីបើប្រមូលផលផ្លែដែលមិនទាន់ទុំល្អគ្រាប់ដែលបានមកត្រូវស្វិតតូចគុណភាពទាបមិនអាចប្រើជាគ្រាប់ពូជបានការប្រមូលផលត្រូវប្រើកន្ត្រកឬជាលជៀសវាងធ្វើឲ្យផ្លែជាំសម្រាប់លក់ដូរនៅក្នុងស្រុកទាំងផ្លែទាំងគ្រាប់តែបើចង់បានគ្រាប់ដែលមានគុណភាពល្អសម្រាប់ការនាំចេញគួរទុកឲ្យផ្លែជ្រុះឯងប៉ុន្តែត្រូវតែប្រញាប់ប្រលេះគ្រាប់ចេញឲ្យទាន់ពេលព្រោះអាចធ្វើឲ្យគ្រាប់ឆ្លងជំងឺស្វិតពីផ្លែបន្ទាប់មកត្រូវយកទៅហាលថ្ងៃយ៉ាងតិច3ទៅ5ថ្ងៃដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ដោយរក្សាសំណើមមិនឲ្យលើសពី 12% ដើម្បីរក្សាទុកឲ្យបានយូរដោយមិនរលួយចោលបន្ទាប់មកត្រូវបែងចែកគ្រាប់លិចទឹកនិងគ្រាប់អណ្ដែតទឹកឬគ្រាប់តូចដោយឡែកការឲ្យផលក្នុងរយៈពេលកំពុងលូតលាស់ស្វាយមានអាយុតិចនៅឡើយមានកម្រិតតិចតែវានឹងកើនឡើងជាបន្តបន្ទាប់រហូតដល់មានអាយុ10ឆ្នាំស្វាយចន្ទីឲ្យផលឡើងចុះអាស្រ័យទៅតាមដីការថែទាំនិងការអំណោយផលនៃអាកាសធាតុនៅលើដីដែលមានជីជាតិជ្រាបទឹកល្អនិងមានការថែទាំបានត្រឹមត្រូវដើមស្វាយចន្ទីអាចនឹងមានអាយុ70ទៅ100ឆ្នាំតែទិន្នផលជាអតិបរមាមិនលើសពី25ឆ្នាំឡើយជាមធ្យម3ទៅ5ឆ្នាំឲ្យទិន្នផលប្រមាណ1ទៅ3គីឡូក្រាមក្នុងមួយដើមអាយុពី6ទៅ10ឆ្នាំឲ្យទិន្នផលជាមធ្យម5ទៅ20គីឡូក្រាមក្នុងមួយដើមនិងអាយុ10ឆ្នាំឡើងទៅឲ្យទិន្នផលជាមធ្យម10ទៅ60គីឡូក្រាមក្នុងមួយដើមចាអញ្ចឹងវីដេអូនេះសូមចប់តែប៉ុណ្ណេះយើងជួបគ្នានៅវីដេអូបន្តបន្ទាប់ទៀតអរគុណដែលតាមដាន Channel រៀនពីកសិកម្មសូមអរគុណនិងសូមជម្រាបលា